少年はいつも愉快な切り返しをするなんてこったជួបគ្នាជាបន្តជាមួយនឹងរឿងព្រះអង្គម្ចាស់គ្រប់គ្រងដែនដីដោយវេទមន្តផលិតកម្មនឹងអញ្ចឹងក្រោយពីវ៉ាន់នឹងអាចសម្លាប់នាគព្រៃនោះបានមកអេស្ប៉ាដានឹងក៏ចង់ឲ្យវ៉ាន់ខ្វាយខ្វល់ពីប្រជាជនក្នុងភូមិម្ដងដោយសារតែអាវុធការពារនោះឃើញថាមានប្រសិទ្ធភាពក្នុងការការពារហើយចឹងដើម្បីតាក់ទាញមនុស្សឲ្យមករស់នៅទីនេះគឺត្រូវតែពង្រឹងការអភិវឌ្ឍនៃភូមិទាំងមូលពេលហ្នឹង Bell ហើយនិង Rango ដែលជាអ្នកជំនួយហ្នឹងក៏បានមកដល់ដើម្បីទិញនាគព្រៃនោះចឹងវ៉ាន់ក៏បានទៅជួប2អ្នកគេហើយក៏មានអ្នកជំនួយ2អ្នកទៀតមកផងដែរវ៉ាន់ក៏បានសួរ Bell ពីតម្លៃប៉ាន់ស្មាននៃនាគនោះដែលតម្លៃវាហ្នឹងប្រហែលជា100 Platinum យ៉ាងតិចបើគិតពីលុយវិញប្រហែលជា10លានយេនលុយជប៉ុនចឹងក្រៅពីអ្នកពុកមាត់នឹងត្រួតពិនិត្យនាគរួចវាក៏ឲ្យតម្លៃ60 Platinum ដែលវាតិចជាងតម្លៃ Bell ស្មានទៅទៀតចឹងវ៉ាន់ហ្នឹងក៏បកទៅសួរ2អ្នកបងប្អូន Bell វិញដែលតម្លៃនេះ Bell និង Rango ហ្នឹងមិនឯកភាពនោះទេព្រោះនាគនេះគឺមានតម្លៃណាស់ចាឪពុកមាត់ហ្នឹងក៏គំរាមមិនឲ្យពីអ្នកបងប្អូនហ្នឹងមាត់ច្រើនពេកប្រយ័ត្នអត់ផ្លូវរស់ស៊ីជាមួយក្រុមហ៊ុន Mary Chamber ហ្នឹងណាមួយភូមិនេះក៏មិនងាយមានអ្នកមករស់ស៊ីចំនួនផងដែរអញ្ចឹងជួយគ្នាធ្វើស៊ីហ្មងទៅតែបើនឹង Rango ហ្នឹងមិនចង់រស់ស៊ីខ្សែលើចឹងនោះឡើយគេចង់ធ្វើជាអ្នកជំនួយដែលត្រឹមត្រូវអញ្ចឹងគេក៏បកកាយដាច់អាហារការទៅលើតម្លៃដែលឪពុកមាត់ហ្នឹងដាក់ឲ្យវ៉ាន់អញ្ចឹងវាក៏បានគំរាម Bell ថានឹងប្រាប់ទៅលោកប្រធានឲ្យបណ្ដេញពីអ្នកគេហ្នឹងចោលចាំមើលឯងហើយក៏ចាក់ចេញទៅហើយនេះវ៉ាន់ហ្នឹងក៏បានប្រាប់ Bell និង Rango ហ្នឹងឲ្យបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយតែម្ដងទៅតែវាមិនងាយដូចនិយាយនោះទេដើម្បីបង្កើតក្រុមហ៊ុនមួយត្រូវមានរបប3យ៉ាងនេះសិនទី1គឺបង់លុយចុះឈ្មោះនៅគេជំនួយទី2មានហាងខ្លួនឯងនិងចុងក្រោយនោះគឺត្រូវមានអ្នកមានតំណែងម្នាក់ធ្វើជាអ្នកគ្រប់គ្រងលើចឹងវ៉ាន់ហ្នឹងក៏បានទៅរកប៉ាណាមេរ៉ាឲ្យធ្វើជាអ្នកណែនាំឲ្យក្រុមហ៊ុន Bell ហើយនាងហ្នឹងក៏យកព្រមភ្លាមតែវ៉ាន់ក៏ខ្លាចក្រុមហ៊ុន Mary Chamber ហ្នឹងមករករឿងនាងតែនាងមិនដែលខ្លាចអ្នកណានោះទេណាមួយនាងក៏មានដែនដីនិងតបផ្ទាល់ខ្លួនផងដែរចឹងអ្វីដែលនាងត្រូវការសម្រាប់ដំឡើងតំណែងខ្ពស់ជាងនេះទៅទៀតគឺការកសាងទំនាក់ទំនងជាមួយអ្នកជំនួយចឹងជួយ Bell នោះនាងក៏អាចបានផលចំណេញផងដែរពេលហ្នឹងវ៉ាន់ក៏បានប្រាប់ឲ្យនាងហ្នឹងយកគុណសម្បត្តិសម្រាប់នាគនោះតែម្ដងទៅដើម្បីឡើងតំណែងណាមួយគ្រួសាររបស់វ៉ាន់ហ្នឹងក៏មិនដឹងថាវ៉ាន់ជាអ្នកធ្វើផងដែរតែនាគនោះមិនមែននរណាក៏សម្លាប់បាននោះទេបើនាងថានាងជាអ្នកធ្វើនោះគេនឹងដេញដោលសួរតតែដឹងការពិតហើយចុងក្រោយគឺមកដល់វ៉ាន់វិញដដែលតែបើសិនជាឪរបស់វ៉ាន់នឹងដឹងថាវ៉ាន់សម្លាប់នាគគាត់នឹងហៅគេត្រឡប់ទៅវិញអញ្ចឹងប៉ាណាមេរ៉ានឹងក៏ប្រាប់ឲ្យវ៉ាន់ទទួលងារមួយតែម្ដងទៅព្រោះថាអ្នកមានអំណាចសុទ្ធតែមានងារទទួលបានពីស្ដេចគ្រប់គ្រងដែនដីទាំងមូលតែសេនានឹងគឺតូចជាងគេបងអស់តែឪពុករបស់វ៉ាន់នឹងគឺមានតំណែងធំទី2អញ្ចឹងវ៉ាន់បើទទួលងារយ៉ាងហោចណាស់ក៏នៅកម្រិត5អីដែរណាមួយនាងក៏មិនចង់បានគុណសម្បត្តិសម្រាប់នាគនោះទេព្រោះអីនាងបានត្រឹមតែចាប់នាគឲ្យនៅមួយកន្លែងប៉ុណ្ណោះអញ្ចឹងនាងក៏បង្ខំឲ្យវ៉ាន់នឹងបញ្ចេញរឿងគេសម្រាប់នាគនេះដើម្បីទទួលបានតំណែងមួយអញ្ចឹងឪពុកគេនឹងមិនអាចធ្វើអ្វីគេបាននោះទេហើយបើទោះបីជាមានតំណែងធ្វើឲ្យអ្នកផ្សេងនឹងមកតាមរករឿងគេមែនតែគេក៏អាចដោះស្រាយវាបានដែរដូចនាងនេះអាណាមកញ៉ៃញ៉ៃនាងដុតឲ្យងាប់ជេររយទាំងអស់អញ្ចឹងសម្រាប់វ៉ាន់វិញអាណាមកញ៉ៃញ៉ៃដាក់វាម្នាក់មកព្រួញទៅអាផ្សេងនេះវាខ្លាចហើយតែតែប៉ាណាមេរ៉ានឹងបានចូលរួមសម្រាប់នាគនឹងដែរអញ្ចឹងវ៉ាន់នឹងមិនចង់ទាញយកគុណសម្បត្តិទាំងអស់នោះទេតែនាងមិនត្រូវការក្មេងនឹងមកបារម្ភពីនាងនោះទេたかが8歳児に心配されるような生き方はしていないはずだが聞き間違いかចឹងវ៉ាន់នឹងក៏បានមកជួប Bell និង Rango ហើយប្រាប់ពីការជួយគ្រប់គ្រងពីប៉ាណាមេរ៉ាទៅលើក្រុមហ៊ុនរបស់គេចឹងចំណុចដំបូងពីអ្នកគេក្នុងពេលនេះគឺទិញនាគនោះពីវ៉ាន់ក្នុងតម្លៃ130 Platinum តែពួកគេមិនមានរទេះសម្រាប់ដឹកឲ្យវ៉ាន់យកទៅលក់ឡើយព្រោះពីអ្នកពុកមាត់នោះវាយករទេះទៅបាត់ទៅហើយព្រោះចង់ឲ្យ Bell និង Rango នឹងទៅអង្វរពួកវាតែវ៉ាន់ហ្នឹងក៏ធ្វើរទេះថ្មីមួយឲ្យ Bell ហើយប៉ាណាមេរ៉ាហ្នឹងក៏ឲ្យសេះចម្បាំងទៅពួកគេផងដែរចំណែកពីអ្នកពុកមាត់ហ្នឹងវាកំពុងរីករាយនឹងរងចាំ Bell មកអង្វរវាតែពេលហ្នឹងរទេះថ្មីរបស់ Bell ហ្នឹងក៏បានបោវ៉ាពីអ្នកហ្នឹងទៅហើយដល់វាចំណាំសេះចម្បាំងរបស់ប៉ាណាមេរ៉ាចឹងវាក៏ដឹងថា Bell ហ្នឹងគឺអាចបើកក្រុមហ៊ុនខ្លួនឯងបានហើយក្រោយមកប៉ាណាមេរ៉ាក៏មកជួបនឹងស្ដេចដែនដីទាំងមូលដែលនាងបានសុំស្ដេចហ្នឹងឲ្យផ្ដល់ងារទៅឲ្យវ៉ាន់ហើយស្ដេចដែនដីនេះមាននាមថា Dino នាងក៏បានរៀបរាប់ពីវ៉ាន់ដែលជាអ្នកគ្រប់គ្រងក្នុងទឹកដីដ៏ដាច់ស្រយាលមួយហើយគេមិនអាចមកកស្ដេចបាននោះទេដោយសារនៅជាប់ការពារទឹកដីរបស់គេហើយវ៉ាន់ហ្នឹងក៏មានស្នាដៃសម្រាប់នាគនឹងផងដែរជាមួយនឹងវេទមន្តផលិតកម្មតែស្ដេចមិនចង់ជឿនោះឡើយព្រោះមានតែអ្នកមានវេទមន្តធាតុទាំង4ប៉ុណ្ណោះទើបមានសមត្ថភាពចឹងនាងក៏បានរៀបរាប់បន្តដែលវ៉ាន់ហ្នឹងទើបអាយុ8ឆ្នាំតែបានដឹកនាំទាហានចំនួនតិចជាមួយនឹងអ្នកផ្សងព្រេងខ្លះវ័យជាមួយចៅមួយវងដើម្បីការពារភូមិរួមទាំងប្រើវេទមន្តផលិតកម្មបង្កើតផ្លូវបង្ហូរទឹកប្រព័ន្ធទឹកជួសជុលផ្ទះរួមទាំងបង្កើតជាបន្ទាអាវុធការពារយ៉ាងរឹងមាំក្នុងពេលដ៏ខ្លីនាងក៏បានបង្ហាញចង្កូមរបស់នាគនោះទៅស្ដេចផងដែរឬដូចនេះហើយស្ដេចពិតជាចង់ជួយជាមួយវ៉ាន់ផ្ទាល់តែម្ដងចឹងនាងក៏បានប្រកាសកដាលវងមនុស្សដោយថាវ៉ាន់ហ្នឹងគឺបានទទួលងារមួយក្នុងពេលហ្នឹងតែម្ដងទៅចំណែកវ៉ាន់វិញពេលប៉ាណាមេរ៉ាចាក់ចេញគេក៏បានកែប្រែផ្ទះប្រជាជននិងអភិវឌ្ឍភូមិជាបន្តផងដែរវ៉ាន់ក៏បានធ្វើប៉មពីធំធ្វើឲ្យគេហ្នឹងងាយស្រួលក្នុងការមើលឃើញសត្រូវដែលចង់ឈ្លានពាននិងត្រៀមការពារជាមុនចឹងហើយពួកគេក៏បានហូបអីនៅលើប៉មហ្នឹងទៅដែលជាសាំងវិចធីអ្នកធ្វើក្រោយហូបរួចអេស្ប៉ាដាហ្នឹងក៏ចង់ឲ្យរកឈ្មោះសម្រាប់ទីក្រុងនេះព្រោះឥឡូវភូមិហ្នឹងវាធំទៅហើយតែដល់ការមុនហ្នឹងគេនាំគ្នាដាក់ឈ្មោះថាភូមិវ៉ាន់អញ្ចឹងវ៉ាន់ហ្នឹងអត់ចង់ឲ្យគេដាក់ថាក្រុងវ៉ាន់ទៀតនោះទេតែពួកគេពិតជាពេញចិត្តនៅឈ្មោះមួយនេះពេលហ្នឹងដែរអារ៉ុតហ្នឹងក៏ចង់ឲ្យវ៉ាន់ហ្នឹងហៅនាងថាអារ៉ុតធម្មតាទៅមិនបាច់ហៅពនាងអីនោះទេអញ្ចឹងវ៉ាន់ហ្នឹងក៏ព្រមហៅតាមសំណពររបស់នាងឃើញបរិយាកាសអន្លង់អន្លូចបែបនេះធីលក៏ទាញនំខេកចេញមកចែកគ្នាហូបបន្តដែលនាងហ្នឹងអាចធ្វើនំខេកបានដោយសារតែ Bell ហ្នឹងបានបើកហាងនៅហ្នឹងអញ្ចឹងមានគ្រឿងទេសសម្រាប់ធ្វើនំ
សម្រាប់ធីលនាងមិនហូបនោះទេព្រោះថានាងកំពុងឡើងគីឡូជាខ្លាំងពេលហ្នឹងខំស៊ីនក៏បានឃើញមនុស្សម្នាក់ក្រុមតូចឈរនៅមុខខ្លោងទ្វារក្រុងពេលទៅជួបទៅបរិសម្នាក់ហ្នឹងក៏សួរទីនេះគឺជាភូមិសែតតូមែនទេដែលភូមិនេះដំបងឡើយគឺឈ្មោះបែបហ្នឹងហើយមនុស្សមកវងហ្នឹងគឺជំនឿខ្លួនពីភូមិក្បែរនេះដោយសារតែពួកគេគ្មានលទ្ធភាពបង់ពន្ធទៀតឡើយព្រោះពន្ធនឹងឡើងមិនចេះឈប់ហើយយុវជនដែលមានកម្លាំងនឹងត្រូវអ្នកមានអំណាចចាប់យកទៅធ្វើទាហានអស់ដោយឃើញចឹងវ៉ាន់ក៏ហៅពួកគេឲ្យមករស់នៅក្នុងក្រុងរបស់ខ្លួនដោយមិនយកពន្ធភ្លាមៗនោះទេចឹងពួកគេក៏យល់ព្រមរស់នៅហើយក៏មានអ្នកដែលចម្លៀសជាង300នាក់ទៀតផងដែរចឹងវ៉ាន់ក៏ធ្វើផ្ទះឲ្យមួយគ្រួសារមួយចឹងទៅនឹងឲ្យអ្នកផ្សងព្រៃនឹងជួយនាំអ្នកដទៃនឹងមកភូមិរបស់ខ្លួនអ្នកចម្លៀសនេះពិតជាមានក្តីរីករាយខ្លាំងមែនទែនហើយអ្នកទាំងអស់ហ្នឹងក៏មានគោផ្ទាល់ខ្លួនសម្រាប់ដឹកឲ្យវ៉ាន់ពួកគេផងដែរឬចឹងវ៉ាន់ក៏សប្បាយចិត្តដែរព្រោះថាមានគោស្មើនឹងមានដោះគោ Burr និង Cheese ហើយនេះក្រុមអូតូនឹងក៏បានតំណផ្លូវអ្នកភូមិដទៃទៀតមកក្រុងរបស់វ៉ាន់ហើយក៏មាននារីម្នាក់ដែលមិនចង់ចម្លៀសមកនោះទេព្រោះភូមិវ៉ាន់ហ្នឹងគឺនៅដាច់ស្រយាលពេកអូតូប្រាប់ថាភូមិនោះពិតជាដាច់ស្រយាលមែនតែគឺជាឋានសួគ៌លើដីពេលមកដល់សាច់អាំង BBQ នឹងក៏បានរៀបចំរួចរាល់ដើម្បីទទួលពួកគេក្រោយហូបអីរួចពួកគេក៏សុំការងារធ្វើខ្លះពីវ៉ាន់តែមិនចង់ដេកស៊ីនោះទេណាមួយពេលនេះពួកគេកំពុងដាច់យ៉ៃចឹងវ៉ាន់ក៏ចង់ឲ្យពួកគេនឹងជួយក្នុងការងារកសិកម្មឬចំនួនផ្សេងៗទៅតាមជំនាញដែលខ្លួនចេះក្រោយមកនំខេកលាងមាត់ហ្នឹងក៏បានចេញមកផងដែរដែលលើកនេះមានគ្រីមថែមទៀតដោយសារតែពួកគេមានគោហើយចឹងនារីដែលមិនចង់មកហ្នឹងក៏ចាប់ផ្ដើមមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញរួមទាំងអ្នកដទៃទៀតដូចគ្នាថ្មីត្បិតពេលនេះកំណើប្រជាជនកើនឡើងតែវាមិនទាន់ដល់ការចង់បានរបស់ Espada នោះទេដែល10000នាក់ហ្នឹងគឺនៅវែងឆ្ងាយខ្លាំងណាស់ចឹងត្រូវប្រឹងអភិវឌ្ឍបន្តទៀតថ្ងៃបន្ទាប់ក្រោយពេលវ៉ាន់រៀបចំការងារក្នុងភូមិរួច Espada ហ្នឹងក៏ហៅគេឲ្យទៅរៀនតែវ៉ាន់ទើបតែធ្វើការងារហើយគេមិនចង់រៀននោះទេចឹង Espada ថាខំរៀនទៅវាមិនងាប់ទេពេលហ្នឹងក្រុមអូតូក៏បានមកជួបវ៉ាន់ដែលពួកគេបានរកឃើញច្រកចូលដានចិនបាត់ទៅហើយដោយវ៉ាន់មិនទាន់ចង់ឲ្យពួកគេរកឃើញនោះទេព្រោះភូមិគេទទួលមនុស្សច្រើនមិនទាន់កើតតែឥឡូវបើរកឃើញហើយចឹងមានតែរាយការណ៍ទៅរាជធានីភ្លាមព្រោះរឿងហ្នឹងលាក់មិនបាននោះទេចឹងវ៉ាន់ហ្នឹងក៏ចាត់ឲ្យខូសាឡាទៅតែម្នាក់ឯងព្រោះគេនឹងឲ្យជាអ្នករកឃើញដានចិនហើយអ្នកផ្សេងទៀតក៏ត្រូវដើរអង្កេតបរិវេណជុំវិញដានចិនហ្នឹងដោយវ៉ាន់ឲ្យម្នាក់មកកាក់មាសធំចឹងអូតូហ្នឹងក៏លាខូសាឡាភ្លាមបានលុយឲ្យចាំការដែលអាណិតខូសាឡាវ៉ាន់ក៏បានឲ្យកូនដើមមីស្រីមួយទៅគេដែលធ្វើឲ្យអ្នកដទៃនឹងចំណែនចង់ទៅជំនួសវិញដើម្បីបានដើរនោះចឹងខូសាឡាក៏ចេញដំណើរទៅនៅតាមផ្លូវគេក៏ជួបនឹងបិសាចមួយក្រុមវាយកំទេចរទេះមួយចឹងគេក៏ប្រើកូនដើរទៅបាននឹងសម្រាប់បិសាចនោះចោលអស់ទៅហើយក៏ចេញនារីដ៏ស្រស់ស្អាតម្នាក់ចេញពីរទេះមកដើម្បីអរគុណខូសាឡាតែបានជួយនាងនឹងគិតថាខូសាឡានឹងជាអ្នកក្លាហានដ៏ល្បីឈ្មោះហើយដែលឃើញនាងបំរុងទៅរាជធានីដូចគ្នាចឹងខូសាឡានឹងក៏ហៅនាងទៅជាមួយគ្នានឹងលើកនាងដាក់លើសេះហើយនារីម្នាក់នេះគឺជាកូនស្រីអ្នកមានអំណាចធម្មតាម្នាក់តែឪពុកនាងបានស្លាប់ទៅនាងក៏ចង់ទៅរាជធានីដើម្បីសុំធ្វើអ្នកបម្រើគេចឹងខូសាឡានឹងក៏ហៅនាងទៅធ្វើការនៅភូមិរបស់វ៉ាន់តែម្ដងចំណែកវ៉ាន់វិញគេចង់បង្កើតក្រុងតូចមួយដើម្បីឲ្យអ្នកផ្សងព្រៃនឹងរស់នៅពេលដែលគេមកដានចិនថ្មីនេះតែបើមានក្រុងថ្មីចឹងក៏ត្រូវមានអ្នកគ្រប់គ្រងផងដែរវ៉ាន់ក៏សម្រេចឲ្យ Espada នឹងជាអ្នកគ្រប់គ្រងហើយសម្រាប់សេនានឹងក៏ត្រូវបែងចែកដូចគ្នាហើយនេះក្រុមសេនារបស់ D ក៏ត្រូវនៅយាមក្រុងរបស់វ៉ាន់ហើយ Espada នឹងឲ្យរកសេនាដោយខ្លួនឯងបានចឹងពួកគេរៀបចំធ្វើភ្លាមហើយដែលឃើញអ្នកជួយសាងសង់នឹងរាងកាយរឹងមាំចឹងវ៉ាន់ចង់ឲ្យពួកនឹងធ្វើជាសេនាយាមក្រុងសេតូតែចែកដល់នេះ Espada បានហៅពួកគេធ្វើទាហានរបស់គាត់អស់ហើយក្រោយមកគូសាឡាក៏បានមកវិញជាមួយនារីវ័យក្មេងនោះដែលនាងមានឈ្មោះថាដែលមើលទៅគឺនាងបាក់ចិត្តលើគូសាឡាហើយក្នុងពេលនឹងដែរក្រុមអ្នកផ្សងព្រេងសក់មើលមិនយល់មកក្រុមនឹងក៏បានរត់មកក្រុងរបស់វ៉ាន់ដើម្បីចូលដានចិនថ្មីដែលពួកគេនឹងបានលើគូសាឡារាយការណ៍ឲ្យទៅគៀលពួកនឹងក៏បានមកប្រាប់វ៉ាន់ឲ្យទៅផ្ទះអីទៅនៅនឹងប្រយ័ត្នមានគ្រោះថ្នាក់ដែលមើលទៅអ្នកផ្សងព្រេងមួយវងនេះដូចក្មេងពៀលតែពួកគេមានបំណងល្អនោះទេចឹងវ៉ាន់ក៏ប្រាប់ថាពួកគេនៅចិត្តភូមិចឹងគ្មានគ្រោះថ្នាក់នោះទេតែមើលតាមរបងហុំព័ទ្ធហ្នឹងពួកគេមិនជឿថាជាភូមិឡើយវាដូចជាបន្ទាយធំមួយទៅហើយចឹងវ៉ាន់ក៏បង្ហាញវេទមន្តផលិតកម្មរបស់គេឲ្យពួកនឹងមើលពួកនឹងក៏ស្គាល់វ៉ាន់ថាជាល្អិតមានបញ្ញាចឹងទៅតែ D ឬពួកនឹងហៅវ៉ាន់ល្អិតគេក៏បដៅពួកនឹងតិចទៅក្រោយមកពួកនឹងក៏ជួប D តែងតែគោរពហៅ D ជាមេរហូតលើកលែងតែវ៉ាន់ដែលពួកនឹងឆ្ងល់ថាក្មេងសោះតែគ្រប់គ្រងទីក្រុងមួយបាត់ទៅហើយពេលនោះអូតូក៏បានត្រឡប់មកពីអង្កេតដានចិនវិញស្របពេលហ្នឹងខូសាឡាហ្នឹងក៏បាននាំ Flamiria មកជួបពួកគេនឹងនាំនាងទៅផ្ទះសំណាក់ចឹងទៅអ្នកក្នុងក្រុមរបស់គេហ្នឹងសឹងតែមិនជឿថាខូសាឡាមានស្នេហាបែបនេះនោះទេចឹងសម្រាប់បរិវេណដានចិនវិញគឺមិនសូវឃើញបិសាចចេញមកនោះទេតែផ្លូវដើរហ្នឹងគឺមានចលងដែលអាចនឹងមានគ្រោះថ្នាក់ផងដែរហើយឆ្ងាយពីភូមិទៅទៀតហើយដែលដានចិនហ្នឹងវានៅក្នុងព្រៃចឹងពួកគេអាចធ្វើត្រឹមតង់តូចប៉ុណ្ណោះតែបើសិនជាមានវេទមន្តរបស់វ៉ាន់គឺពិតជាល្អមែនតែនតែវ៉ាន់បកាយមិនអាចទៅបាននោះទេព្រោះក្នុងព្រៃហ្នឹងមានគ្រោះថ្នាក់ណាមួយគេមិនអាចនៅដល់យកបានឡើយ Espada វៃតែភូរាសន្យាថានឹងការពារសុវត្ថិភាពរបស់វ៉ាន់ចឹងវ៉ាន់ក៏បានដាក់លក្ខខណ្ឌជាច្រើនមកនឹងត្រូវការអ្នកការពារច្រើនផងដែរដែលគេមិនចង់ទៅហ្នឹងតែនាងក៏បានទៅរៀបចំភ្លាមតែម្ដងហើយពួកគេក៏ចេញដំណើរទៅនៅថ្ងៃបន្ទាប់ពេលធ្វើដំណើរគេក៏បានវាក់នឹងបិសាចត្រូយៈមួយក្រុមសងព្រេងសក់បាសហ្នឹងក៏បានទៅកំទេចវាចោលហើយក៏បន្តដំណើរទៅទៀតតែពេលហ្នឹងវ៉ាន់ក៏ស្រែកឲ្យឈប់រទេះភ្លាមដោយសារតែផ្លូវទៅហ្នឹងគឺជាជ្រោះហើយមានតែឈើធំពីរឆ្លងទៅតែប៉ុណ្ណោះតែអ្នកផ្សងព្រេងនោះមានខ្លាចធ្លាក់ងាប់នោះទេគេដើររាំលេងធម្មតាចឹងវ៉ាន់ក៏ហៅពួកនឹងមកដាស់តឿនត្រូវគិតពីសុវត្ថិភាពជាមុនតែគូសាឡាមិនស្ដាប់នោះទេនៅហក់លេងនៅលើឈើហ្នឹងចឹងវ៉ាន់ក៏សួរថាបើគេទាត់ឈើនឹងទម្លាក់ឲ្យបាក់កងងាប់អត់ចឹងគេក៏បានចុះមកវិញ
ហើយវ៉ាន់ក៏ធ្វើស្ពីនថ្មមួយភ្ជាប់ចឹងទៅហើយក៏បានមកដល់ច្រកចូលដានចិនវ៉ាន់ក៏ធ្វើទ្វារមួយនៅច្រកចូលហ្នឹងដើម្បីការពារសត្វបិសាចចេញពីដានចិនហើយក៏ធ្វើកន្លែងស្នាក់នៅសម្រាប់អ្នកផ្សងព្រេងនៅមកដានចិនហ្នឹងដែលវាធំខ្លាំងមែនតើមានទាំងពីរកន្លែងសម្រាប់និងទុកឲ្យវ៉ាន់ហើយជាន់ទី2វិញមានកន្លែងហូបអីជាន់ទី3បន្ទប់ដេកនិងមានវេរ៉ង់ដាសម្រាប់មើលទេសភាពខាងក្រៅផងដែរវ៉ាន់ក៏បានធ្វើប្រដាប់បង្ហូរទឹកភ្លៀងដើម្បីសន្សំទឹកប្រើប្រាស់ពេលជក់អាចជុះនោមតែមិនអាចយកមកផឹកបាននោះទេហើយកន្លែងហ្នឹងវ៉ាន់ឲ្យអូថូនឹងជាអ្នកមើលការខុសត្រូវរួចរាល់អស់ពួកគេក៏វិលមកភូមិវិញតែពេលហ្នឹងអារ៉ុតនឹងក៏បានរកឃើញថ្មមីស្រីនៅជាប់នឹងផងដែរអញ្ចឹងពួកគេក៏បានត្រឡប់ទៅវិញដោយអេស្ប៉ាដានឹងនៅឈរចាំមុខខ្លោងទ្វារតែម្ដងហើយក៏ហៅវ៉ាន់ឲ្យមកតាមខ្លួនវ៉ាន់នឹងក៏ហៅអ្នកផ្សេងៗឲ្យមកជួយនិយាយតែគ្មាននរណាហ៊ាននោះទេអញ្ចឹងអូថូនឹងក៏ជួយនិយាយដែលមកយឺតនេះគឺដោយសារពួកគេតែអេស្ប៉ាដាក៏ឲ្យគេបិទមាត់និងបានអូសវ៉ាន់ទៅតែម្ដងទៅហើយភាពបន្តនឹងមានក្នុងវីដេអូក្រោយបាយ参りましょう。Please, sir, I want some more.